បងប្អូនមានបងប្អូនតែដូចខ្ញុំអត់ទេបងប្អូនទម្លាប់ខ្ញុំឲ្យតែស្វឹងស្រាពីយប់អញ្ចឹងទៅខ្ញុំឃ្លាននៅសឡមជូរទេបងប្អូនតែអត់បានសឡមជូរគឺហូបបែបចូលទេវាជះមាត់ហ្នឹងបងប្អូនខ្ញុំឲ្យតែស្វឹងអីថ្ងៃណាប្រពន្ធនៅផ្ទះអីប្រើគាត់ស្លមជូរខ្ញុំហើយគាត់ហូបអីក៏ហូបទៅហើយខ្ញុំគឺសឡមជូរខ្ញុំតែស្វឹងអាហ្នឹងជួយប្រសាបស្រារបស់ខ្ញុំបងប្អូនថ្ងៃនេះខ្ញុំបានត្រីនេះបងប្អូនអានេះត្រីរកនឹងឃើញហើយបាទបេះលហុងម៉ាសិនបាទលហុងមកផ្ទះមកផ្លែមកបាទជាមួយនឹងត្រីខ្មាន់បងប្អូនរកនឹងឃើញហើយជួនកាលនិយាយទៅអត់ឃើញក៏មានដែរបងប្អូនបាទត្រីខ្មាន់បងប្អូនត្រីខ្មាន់ចូលចិត្ត1គីឡូដែរប៉ុន្តែខ្ញុំកនវាស្រេចមកបងប្អូនយកមកស្លមកជូរដើម្បីសាបស្រាឲ្យស្វាងទីបងប្អូនអើយកម្មវិធីច្រើនពេកបងប្អូនរាល់ថ្ងៃនេះគឺធៀបបុណ្យអីពេញផ្ទះហើយតើជួនកាលថ្ងៃណាដាច់បច្ច័យអត់បានទៅគេក៏មានចាំចងដៃក្រោយក៏មានដែរបងប្អូនវាជួនកាលផ្ទួនគ្នាបងប្អូនបាទខែ2ខែ3តាំងពីខែ1មកនេះខែ3នេះក៏ច្រើនដែរបងប្អូនឥឡូវគិតរឿងស្លមកជូរហូបសិនឲ្យស្វាងស្រាសិនបងប្អូនបាទឲ្យខ្ញុំដាក់គ្រឿងជ្រុំប្រហុកដាក់មកជូរហើយខ្ញុំក៏យកនេះទេបងប្អូនខ្ញុំប្រើត្រួយ7ខ្លះខ្ញុំប្រើ7ទុំខ្លះព្រោះត្រួយ7នឹងស្ទើបងប្អូនឲ្យបេះម្រះព្រៅទៅមុខផ្ទះមកបាទលហុងខ្ញុំដាក់មុនទៅត្រីខ្ញុំដាក់ក្រោយបងប្អូនបាទឲ្យលាងដៃមកលាងបានមួយក្តាប់ទេបងប្អូនម្រះព្រៅបាទឲ្យស្លមកជូរនេះអើយបងប្អូនជូរលហុងលហុងរឿងចង់យើងខំតិចហ្នឹងវាឆ្ងាញ់ហ៎បងប្អូនបាទឲ្យវាពុះហើយយើងបងត្រីទៅបងប្អូនបាទបងឲ្យភ្លុកមកល្មមនិយាយទៅខ្ញុំចូលចិត្តជូរយើងដិតទេបងប្អូនជូរដិតតិចប្រៃដិតតិចមកកុំឲ្យប្រៃពេកបាទគឺត្រូវរឿងរបស់មកជូរហ្នឹងឲ្យតែស្លយើងផ្អែមសាបដូចខ្ញុំមិនសូវចូលចិត្តទេបងប្អូនបាទនិយាយទៅតាមតម្រូវមាត់បងប្អូនរៀលខ្លួនចុះបងប្អូនប៉ុន្តែតម្រូវមាត់ខ្ញុំគឺខ្ញុំត្រូវការជូរដិតទេប្រៃដិតទេហើយរកមកទេហិលមកបងប្អូនបាទឆ្អិនបាត់ហើយបងប្អូនតែប៉ុណ្ណេះទៅលហុងយើងដាក់មុនបាត់ហើយយើងយកមកពុះត្រីទៀតគឺវាឆ្អិនហើយបងប្អូនបាទបងរះព្រៅខ្វោកមកនិយាយវាជះក្លិនបងប្អូនស្រុកស្រែវិញនិយាយលោតអាមហូបហ្នឹងគឺមិនរួចទេចូលចិត្តជាងគេទៅលោមកជូរនឹងផ្ទះខ្ញុំញឹកជាងគេបងប្អូនមកជូរមួយអាទិត្យរួមតិចបំផុតក៏2ដងដែរផ្ទះខ្ញុំបាទឥឡូវដួសមួយចានណាកុំនិយាយច្រើនដួសមួយចានភ្លុកឲ្យស្វាងស្រាសិនបងប្អូនបាទដាក់មួយចានមកទំនងបងប្អូនអើយទឹកត្រីមកបន្ថែមតិចមកគីឡូយើងស្ទើរប្រៃធ្វើអីបងប្អូនបាទញិចម្ទេសរៀងហិលមកបងប្អូននិយាយបាយមើលបាយហើយខ្ញុំសឡមកជូរតែសឡមកជូរខ្ញុំចុះបាយដែរខ្ញុំព្រោះចូលចិត្តសឡមជូរបងប្អូនណាចូលចិត្តសឡមជូរដូចខ្ញុំខ្លះមកផ្ទះខ្ញុំមកបងប្អូនទុកឲ្យមួយចានបងប្អូនបាទអរ